សូមជម្រាបសួរដល់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទថ្ងៃនេះខ្ញុំអាននៅព្រះគម្ពីរទំនុកដំកើងនៅជំពូក113ចូលសរសើរដល់ព្រះយេហូវ៉ាអោពួកអ្នកបម្រើនៃព្រះយេហូវ៉ាអើយចូលសរសើរចុះចូលសរសើរដល់ព្រះនាមព្រះយេហូវ៉ាសូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចាប់តាំងពីឥឡូវនេះដរាបដល់អស់កលតទៅចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិចនោះព្រះនាមព្រះយេហូវ៉ាគួរសរសើរព្រះយេហូវ៉ាទ្រង់ស្ថិតនៅទីខ្ពស់លើគ្រប់ទាំងសាសហើយសិរីល្អនៃទ្រង់ក៏ខ្ពស់ជាងផ្ទៃមេឃតើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះទ្រង់ឱនព្រះនេត្រដើម្បីទតមើលផ្ទៃមេឃនិងផែនដីទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដីហើយមនុស្សកំសត់ទុគ៌តចេញពីគំនរសំរាមដើម្បីនឹងតាំងឲ្យគេអង្គុយជាមួយនឹងពួកអ្នកធំគឺជានឹងពួកអ្នកធំនៃរាជទ្រង់ក៏ប្រោសឲ្យស្រីអាបានផ្ទះសម្បែងហើយឲ្យមានកូនដោយរីករាយវិញចូលសរសើរដល់ព្រះយេហូវ៉ាចុះ